ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានរឿងដំណាលថានៅដើមនៃផិតកប់សេដ្ឋីម្នាក់មានបុត្រមួយឈ្មោះធម្មបាលកុមារជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀនចេះចប់ត្រៃវេទតាំងពីអាយុបាន7 ឆ្នាំសេដ្ឋីបតាបានសាងប្រាសាទឲ្យនៅទីបដើមជ្រៃមួយធំនៅឆ្នេរទន្លេដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារបានចេះទាំងភាសាបក្សីទាំងពួងផងហើយបានជាអាចារ្យឲ្យសម្ដែងមង្គលផ្សេងដល់មនុស្សទាំងពួងផងគ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្មនិងក្បិលមហាព្រហ្មមួយអង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួងពេលនោះក្បិលមហាព្រហ្មបានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហានឹងធម្មបាលកុមារ3ដោយសន្យាទុកថាបើដោះប្រស្នាបាននឹងកាត់ព្រះសិទ្ធទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញធម្មបាលកុមារសុំឲ្យពន្យាពេលចំនួន7 ថ្ងៃសិនដើម្បីគិតប្រស្នាលុះកន្លងទៅ6 ថ្ងៃហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាញាក្បិលមហាព្រហ្មជាប្រកាសហើយដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាងទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូដើមត្នោតនោះសត្វឥន្ទ្រីញីឈ្មោលធ្វើសម្បុកអាស្រ័យនៅវេលាយប់ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថាព្រឹកនេះយើងបានអាហារពីណាស៊ីឥន្ទ្រីឈ្មោលឆ្លើយថាយើងនឹងស៊ីសាច់ធម្មបាលកុមារដែលត្រូវក្បិលមហាព្រហ្មសម្លាប់ព្រោះដោះប្រស្នាមិនរួចឥន្ទ្រីញីសួរថាប្រស្នានោះដូចម្ដេចឥន្ទ្រីឈ្មោលឆ្លើយថាវេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណាត្រូវឆ្លើយថានៅមុខហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលុបមុខក្មួយទៀតថាថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណាត្រូវឆ្លើយថានៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូងក្មួយទៀតថាវេលាល្ងាចសិរីស្ថិតនៅទីណាត្រូវឆ្លើយថានៅជើងហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងធម្មបាលកុមារបានឬដូច្នេះក៏ត្រឡប់ទៅប្រាសាទវិញព្រឹកឡើងក្បិលមហាព្រហ្មក៏មកសួរប្រស្នាធម្មបាលកុមារឆ្លើយដោះស្រាយតាមដែលបានឮមកក្បិលមហាព្រហ្មហៅទេពធីតាទាំង7 នាក់ដែលជាបាត់បរិចារិកាព្រះឥន្ទ្រមកប្រាប់ថាឥឡូវបតាត្រូវកាត់ព្រះសិទ្ធដើម្បីបូជាចំពោះធម្មបាលកុមារតែបើដាក់ក្បាលនោះលើផែនដីនោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុបើបោះទៅលើអាកាសភ្លៀងនឹងរាំងបើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ដូច្នេះសូមឲ្យកូនទាំង7 នាក់យកពានមកទទួលព្រះសិរបតាថាហើយក្បិលមហាព្រហ្មក៏កាត់ព្រះសិរហុចទៅឲ្យព្រះនាងទង្សាជាកូនច្បងព្រះនាងទង្សាបានយកពានមកទទួលព្រះសិរបតារួចហើយប្រតិសិននំព្រះសុមេរុ60 នាទីទើបអញ្ជើញទៅប្រតិស្ថានទុកក្នុងមណ្ឌលនៅក្នុងគុហាគុណមីលីភ្នំកៃលាសបូជាគ្រឿងទឹកផ្សេងព្រះវិស្កម្មទេវបុត្រក៏និមិត្តរោងទឹកធ្វើពីកែវ7 ប្រការឈ្មោះថាភគតិសភាឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់1 ឆ្នាំជាសង្ក្រាន្តនាងទេពធីតាទាំង7ក៏ផ្លាស់វេនគ្នាមកអញ្ជើញព្រះសិរក្បិលមហាព្រហ្មចេញមកហែប្រតិសិនភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញឈ្មោះទេពធីតាមហាសង្ក្រាន្តនិងគ្រឿងប្រដាប់កាយថ្ងៃអាទិត្យនាងទង្សាទេវីសៀបកាត់ទឹមគ្រឿងប្រដាប់ឧត្តមរៀបភក្សាហាផ្លៃឧត្តមពរអាវុធស្តាំកងចាក់ឆ្វេងសាំងពាហនគ្រុឌថ្ងៃច័ន្ទនាងគោរាកទេវីសៀបកាអង្គាបុះគ្រឿងប្រដាប់មុខដាភក្សាហាប្រេងអាវុធស្តាំព្រះខ័នឆ្វេងឈើច្រត់ពាហនខ្លាថ្ងៃអង្គារនាងរាក្សាទេវីសៀបកាឈូកគ្រឿងប្រដាប់មូរាភក្សាហាលោហិតអាវុធស្តាំត្រីសូឆ្វេងធ្នូពាហនអសដថ្ងៃពុធនាងមន្ទាទេវីសៀបកាចម្ប៉ាគ្រឿងប្រដាប់ពីទូឲ្យភក្សាហាទឹកដោះសបអាវុធស្ដាំចូលឆ្វេងឈើច្រត់ពាហនឡាថ្ងៃប្រហបតនាងកិរិណីទេវីសៀបកាមណ្ឌាគ្រឿងប្រដាប់មរកតភក្សាហាសណ្ដែកឡងអាវុធស្ដាំកង្វេឆ្វេងកំភ្លើងពាហនដំរីថ្ងៃសុក្រនាងកិមិរាទេវីសៀបកាចង្គលនៃគ្រឿងប្រដាប់បុះរាគមភក្សាហាជេកណាំវ៉ាអាវុធស្ដាំព្រះខ័នឆ្វេងពិនពាហនក្របីថ្ងៃសៅរ៍នាងមហោត្រីទេវីសៀបកាត្រកៀតគ្រឿងប្រដាប់នៅលរតាភក្សាហាសាច់ត្រីអាវុធស្ដាំកងចាក់ឆ្វេងត្រីសូពាហនខ្ងោក